ជំរាបសួរបងប្អូនមកទៀតហើយទៅថ្ងៃនេះចាំធ្វើទៅបន្តិចទៅគឺទៅពេលដែលបាននិយាយទៅនិយាយថាបានជួបខ្លួនឯងចឹងណាបងប្អូនហ្នឹងហើយនៅពេលដែលបានជួបខ្លួនឯងក៏មកចែកម្លេចដល់ពុកម៉ែបងប្អូននិយាយទៅមិនមែនថាអូមកចែកនៅអ្វីដែលថាវាល្អទេនិយាយទៅគឺខ្ញុំសូមរើសចែកនៅអ្វីដែលល្អនៅអ្វីដែលថាខ្ញុំធ្វើឲ្យទទួលបានផលពិតចឹងណាបងប្អូនហ្នឹងហើយមិនថាតែនិយាយទៅសម្រាប់យើងអ្នកលក់ដូររស់ស៊ីអីក៏ដោយនិយាយទៅអ្នកខ្លះគាត់មានមុខរបរហើយគាត់មានមុខរបរហើយអីហើយអញ្ចឹងប៉ុន្តែគឺគាត់អត់បានមកនិយាយទៅគាត់អត់ដឹងមកពីគាត់អត់ដឹងថាគាត់ត្រូវអរគុណមុខរបរគាត់ត្រូវស្រឡាញ់មុខរបរគាត់មិនគាត់ដឹងឯងនៅពេលដែលគាត់អត់ដឹងអញ្ចឹងបងប្អូននឹងហើយនៅពេលដែលយើងមិនថាតែយើងធ្វើអីយូរទៅយើងវាអត់មានកម្លាំងខ្លួនឯងណានៅពេលដែលយូរទៅអញ្ចឹងគឺយើងអត់មានកម្លាំងទេយើងធ្វើការទាំងអស់កម្លាំងធ្វើការទាំងថាគេថាធ្វើទៅឲ្យតែបានណាហ្នឹងហើយនៅពេលដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃនៅពេលដែលយើងគិតថាវានិយាយទៅយើងមានមុខរបរហើយមុខរបរយើងមានចំណូលចូលហើយអញ្ចឹងចង់និយាយថាពេលខ្លះគឺយើងអាចទៅប្រៀបធៀបជាមួយគេយើងតែងតែមើលគេដូចថាគេអ្នកមានបានហើយណាបងអូននឹងអាខាងការប្រៀបធៀបហ្នឹងហើយអានេះសម្រាប់អ្នកច្បាប់សួរទាញអ្នកអនុវត្តច្បាប់សួរទាញគឺការប្រៀបធៀបមួយគឺនៅពេលដែលយើងប្រៀបធៀបគឺយើងចាប់ផ្ដើមធ្លាក់កឡុកណាហ្នឹងហើយបងប្អូនតែងតែលឿនហាំងនៅពេលអ្នកដែលអនុវត្តច្បាប់សួរទាញអញ្ចឹងនិយាយថានៅពេលដែលអនុវត្តទៅអញ្ចឹងឬក៏ចាប់ផ្ដើមថាប្រៀបធៀបពេលខ្លះអញ្ចឹងទៅវាចេញអាការប្រៀបធៀបនឹងដោយមិនដឹងខ្លួនពួកអីសម្រាប់ខ្ញុំផ្ទាល់ក៏ធ្លាប់ជួបដូចតែគ្នាដែរបងប្អូនធ្លាប់ជួបហើយនៅពេលដែលថាដំបូងដូចថាយើងអនុវត្តមកហើយប៉ុន្តែយើងចង់និយាយថាយើងរបៀបថាពេលខ្លះយើងតាមខ្លួនឯងមិនតាន់ណាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងតាមខ្លួនឯងមិនតាន់អញ្ចឹងយើងចាប់ផ្ដើមប្រៀបធៀបអីចឹងទៅហ្នឹងហើយបាច់ថារបស់អីធំដុំទេបងប្អូនតាទូចតាចអីក៏ដោយយើងចាប់ផ្ដើមមានចិត្តមានអាការគិតនឹងបន្តិចមកគឺយើងនឹងមានអារម្មណ៍ថាអូវាលឿនមែនទេណាហ្នឹងហើយអញ្ចឹងមិនថាការប្រៀបធៀបមួយហ្នឹងគឺយើងចេះបានយើងចេះទៅមិនថាតាជាមុខរបរមិនថាជារបស់ប្រើប្រាស់មិនថាជាអ្វីក៏ដោយនៅពេលដែលយើងចេញការប្រៀបធៀបនឹងមកគឺរបៀបថាធម្មតារបស់មានរបស់ពីរហ្នឹងចង់និយាយថាវាដើរទន្ទឹមគ្នាឬក៏ថាពេលខ្លះអញ្ចឹងឃើញមួយល្អជាងមួយហ្នឹងអីអញ្ចឹងចាប់ផ្ដើមប្រៀបធៀបនៅពេលដែលប្រៀបធៀបនឹងឃ្លាតគឺចាប់ផ្ដើមមួយហ្នឹងវាទៅជាវាអត់នេះណាវាចាប់ផ្ដើមអត់សូវល្អឬក៏ថាធ្វើអីក៏ដោយដែរបងប្អូនហ្នឹងអញ្ចឹងមិនថាការប្រៀបធៀបមិនថាបើថាចំពោះមនុស្សទៀតរត់តាមពិសេសទៀតដែរហ្នឹងហើយប្រៀបធៀបអ្នកនេះមិនល្អដូចអ្នកនោះអីចឹងទៅហ្នឹងហើយនៅពេលដែលការប្រៀបធៀបហ្នឹងហើយចាប់ផ្ដើមធម្មតាបើថាអូល្អអញ្ចឹងចោះអីអត់ទេប៉ុន្តែយ៉ាងនិយាយថាអ្នកនេះមិនល្អដូចអ្នកនោះអីអញ្ចឹងគឺវានឹងវាចាប់ផ្ដើមមានអារម្មណ៍ថាតូចចិត្តអន់ចិត្តអីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងមិនថាខ្ញុំធ្លាប់ជួបមកខ្លួនឯងអញ្ចឹងហើយបានថាយើងចេះវាចង់និយាយថាយើងមិនអាចនឹងប្រៀបធៀបបានណាហ្នឹងហើយគាត់ថាគាត់ឃើញថាអូរបស់នឹងល្អទាំងពីរអញ្ចឹងណាបងប្អូនយើងត្រូវចាប់ការគិតខ្លួនយើងឲ្យបានច្រើនមែនទែនអញ្ចឹងបានថាយើងមិនបានថាយើងចាប់ការគិតខ្លួនឯងយើងដឹងពីការគិតខ្លួនឯងគឺយើងសមាធិពួកអីសម្រាប់ខ្ញុំសមាធិហើយគឺចាប់ផ្ដើមមកគឺត្រូវសូត្រធម៌ព្រះកថាលុយលៀនសូត្រហើយលុយដោះលុយកើនៅពេលដែលធ្វើហើយទទួលបានផលពិតតែម្ដងហើយសួរថាមិនបានត្រូវសូត្រព្រះកថាលុយលៀននិយាយទៅនៅពេលដែលខ្ញុំសូត្រព្រះកថាលុយលៀនអញ្ចឹងគឺយើងចាប់ផ្ដើមមកដឹងការគិតរបស់ខ្លួនយើងឲ្យការគិតរបស់ខ្លួនយើងនិយាយទៅមនុស្សយើងបដោតទៅលើបានតែមួយទេនឹងឲ្យបដោតទៅលើបានតែមួយទេអញ្ចឹងគឺយើងមិនអាចបដោតម្ដងបានដល់ទៅពីរហ្នឹងហើយអញ្ចឹងមិនថាអញ្ចឹងបើយើងឲ្យខួរក្បាលយើងហ្នឹងចាប់ផ្ដើមមកសូត្រព្រះកថាលុយលៀនអញ្ចឹងគឺយើងចាប់ផ្ដើមមកបដោតថាសូត្រឲ្យលុយដោះលុយកើនសូត្រឲ្យមានតែរឿងល្អសូត្រឲ្យលក់ដាច់អីចឹងទៅគឺបែបហ្នឹងហើយយើងមិនថាអូយនិយាយទៅអានេះថាត្រឡប់មកវិញយ៉ាងនិយាយថាអីគេដូចយើង
ដូចមុខរបរយើងអញ្ចឹងនៅពេលដែលយើងមានមុខរបរហើយយើងអត់សូវស្រឡាញ់យើងអត់សូវពេញចិត្តជាមួយនឹងមុខរបររបស់ខ្លួនយើងណាបងប្អូនហ្នឹងហើយអត់សូវស្រឡាញ់អត់សូវពេញចិត្តនៅពេលដែលយើងតែងតែទៅមើលគេថាអូមានអ្នកនេះអ្នកនោះអីប្រសើរជាងយើងនៅពេលដែលយើងទៅមើលបែបហ្នឹងមើលហើយគិតហើយនិយាយហើយស្មើនឹងយើងចង់បានមកនិយាយទៅយើងទៅមើលហើយយើងនឹងមើលអ្វីដែលល្អហើយយើងនឹងមានកម្លាំងថាអូយើងនឹងដើរទៅរកឲ្យវាល្អជាងហ្នឹងណាហ្នឹងហើយយើងនឹងប្រឹងធ្វើការងារយើងឲ្យល្អជាងហ្នឹងមិនមែនថាអូនៅពេលដែលថាយើងទៅមើលគេហើយយើងចាប់ផ្ដើមអត់ពេញចិត្តជាមួយការងាររបស់ខ្លួនយើងមិនសូវសប្បាយរីករាយនឹងការងាររបស់ខ្លួនយើងអញ្ចឹងនៅពេលដែលយើងអត់មានអារម្មណ៍ថាសប្បាយរីករាយពេញចិត្តនៅការងាររបស់ខ្លួនយើងអញ្ចឹងការងាររបស់ខ្លួនយើងឬក៏ថាមិនថាទីធ្វើអីហ្នឹងហើយអញ្ចឹងក៏វាទៅតាមនឹងដែរបងប្អូនអញ្ចឹងមិនថាគ្រប់យ៉ាងមិនថាជាមុខរបរការលក់ដូរអីក៏ដោយមិនថាទៅធ្វើអីក៏ដោយគឺធ្វើដោយក្តីស្រឡាញ់ធ្វើដោយការពេញចិត្តបងប្អូនគឺថានិយាយទៅគឺគេនឹងឲ្យយើងរីកធំធាត់និយាយទៅគឺគេនឹងផ្ដល់ប្រាក់ចំណូលឲ្យយើងជាកើនឡើងរាល់ថ្ងៃណាបងប្អូនហ្នឹងហើយអាហ្នឹងគឺខ្ញុំនៅពេលដែលខ្ញុំអនុវត្តការសុទាញមកទៅខ្ញុំទៅយល់បើសិនថាអត់អនុវត្តចាច្បាប់សុទាញវិញក៏អត់យល់ដូចតែគ្នាដែរបងប្អូននៅពេលដែលអត់យល់អញ្ចឹងចាប់ផ្ដើមមិនពេញចិត្តនៅមុខរបរនៅការងាររបស់ខ្លួនយើងនៅពេលដែលយើងចាប់ផ្ដើមមានពាក្យថាមិនពេញចិត្តមិនចូលចិត្តអីហ្នឹងគឺវានឹងនេះមកអញ្ចឹងយើងត្រូវដឹងនៅពេលដែលយើងមានមុខរបរការងាររបស់ខ្លួនយើងក៏ដោយទោះតាយ៉ាងម៉េចក៏ដោយក៏យើងត្រូវតាមមកស្រឡាញ់ត្រូវមកប្រាប់មុខរបរយើងគ្រប់យ៉ាងទាំងអស់គឺគេមានធម៌ពលរបស់ខ្លួនគេណាបងប្អូនហ្នឹងហើយសូម្បីតែរាងកាយយើងនិយាយទៅដៃជើងភ្នែកច្រមុះយើងក៏ដោយក៏គេមានធម៌ពលរបស់ខ្លួនគេដែរហ្នឹងហើយអញ្ចឹងគឺយើងចាប់ផ្ដើមមកស្រឡាញ់មកអរគុណនៅរាល់មុខរបរការងាររបស់ខ្លួនយើងគ្រប់ពេលវេលាជារៀងរាល់ថ្ងៃនិយាយទៅអនុវត្តច្បាប់សុទាញគឺអនុវត្តរាល់ថ្ងៃគឺអនុវត្តធ្វើម៉េចនិយាយទៅគឺការកតញ្ញូដឹងគុណនៅក្នុងរលកទាំង5នឹងឯងមិនថាតែចំពោះមុខរបរការងារលក់ដូរគ្រូបាអាចារ្យឬក៏អីក៏ដោយគឺយើងត្រូវតែដឹងគុណមិនថាដឹងគុណតតែឆាតទៅអីអត់ទេបងអូនយើងមកដឹងគុណនៅក្នុងចិត្តយើងនៅក្នុងជេននីរបស់ខ្លួនយើងនឹងនៅពេលដែលយើងប្រាប់ជេននីយើងចិត្តយើងនេះវានឹងប្រូក្រាមដូចយើងនិយាយតែម្នាក់ឯងអ្នកដតីនិយាយទៅយើងមិនបាននិយាយឲ្យអ្នកដតីស្ដាប់យើងនិយាយប្រាប់ខ្លួនយើងនិយាយប្រាប់ជេននីយើងនិយាយប្រាប់គូក្បាលយើងហើយយើងនឹងចាប់ផ្ដើមមកប្រូក្រាមអ្វីដែលល្អហើយយើងនឹងមើលឃើញចំណុចដែលល្អយើងចាប់ផ្ដើមទៅមើលនៅអ្វីដែលល្អចាប់ផ្ដើមទៅនិយាយអ្វីដែលល្អអញ្ចឹងគឺយើងនឹងស្រូបទាញនៅអ្វីដែលល្អអញ្ចឹងមិនថាតែការលក់ដូរគឺមានតែការលក់ដាច់កើនជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងដែរជំរាបលាបងប្អូនអនុវត្តបងប្អូនទទួលបានផលសម្រាប់ខ្ញុំអនុវត្តក៏ខ្ញុំទទួលបានផលដូចគ្នាអរគុណច្រើនជំរាបលា